បានជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះថតវីដេអូមួយចេញពីខ្ទមកំសត់ក្រោមដើមស្វាយមុខខ្ទមអ្នកតានឹកឃើញរឿងមួយរឿងបច្ចុប្បន្ននេះប្រជាជនខ្មែរយើងកំពុងតែធ្វើពហិការចំពោះអីវ៉ាន់ថៃបាទពហិការមានន័យថាការឈប់ប្រើឈប់ទិញឈប់គ្រប់ត្រយ៉ាងទៅបាទហើយឃើញច្រើនប៉ុន្តែខ្ញុំជួបរឿងមួយដែលរឿងគាត់ថាវាមិនអាចទៅរួចនៅសាលាកូនសិស្សហ្នឹងមួយថ្នាក់តូចជាងគេបាទតូចជាងគេទេបាទប៉ុន្តែការគិតរបស់គាត់គឺខុសពីគេខុសពីមិត្តរួមថ្នាក់របស់គាត់បាទម៉ោងចេញលេងគាត់ទៅទិញនំនៅលក់ខាងក្រោមណាបាទទៅទិញនំនៅខាងក្រោមហើយម៉ោងចេញលេងហ្នឹងគ្រូទាំងអស់គេឲ្យ stand by នៅតាមទីតាំងចាំមើលកូនសិស្សណារត់លេងកូនសិស្សណាលេងអត់តំណងមានលេងឲ្យមានគ្រោះថ្នាក់គឺចាប់ហើយខ្ញុំនៅឈរ stand by នឹងហើយឃើញគាត់ចុះទៅទិញនំហើយពេលទិញហ្នឹងគាត់អត់ពិនិត្យនំទេមានន័យថាគាត់ចង់បាននំហ្នឹងគាត់ឲ្យលុយគេដល់តែទិញហើយគាត់ដើរមកដល់គៀកខ្ញុំកំពុង stand by ហ្នឹងគាត់បោះនំនឹងចោលហើយខ្ញុំឃើញក៏រើសនំហ្នឹងសួរមិនខ្លួនឯងបោះនំនឹងចោលអញ្ចឹងលោកគ្រូខ្ញុំអត់ញ៉ាំទេនំហ្នឹងលេខកូដ885បាទ885ហើយខ្ញុំសួរថាមានបញ្ហាជាមួយលេខកូដហ្នឹងគាត់ថាលេខកូដរបស់ថៃគាត់អត់ញ៉ាំនំហ្នឹងឯនំរបស់ថៃយើងណាមានតែគាត់ពហិការអត់ប្រើរបស់ថៃទាំងតែគាត់ទៅតែអាយុប្រហែល6ឆ្នាំបាទ6ឆ្នាំគាត់អាចមានការយល់មែនតែនទៅអាពហិការនេះសំបីតែកូនខ្ញុំទៅតែអាយុ3ឆ្នាំចេះនិយាយបេបហ្នឹងក៏បាទក៏វាថានិយាយហ្នឹងអត់ប្រើរបស់ថៃដែររបស់អីក៏ដោយគឺចេះញែកណារបស់ខ្មែររបស់ថៃយើងទៅអញ្ចឹងហើយកូនសិស្សខ្ញុំទាំងអស់ខ្ញុំសម្គាល់មើលគឺគាត់ពហិការហ្មងគាត់ថារបស់ថៃគាត់អត់ប្រើហ្មងកូនសិស្សទាំងអស់បាទកូនសិស្សទាំងអស់អញ្ចឹងសូមមន្ត្រីទាំងអស់ដែលនៅតាមព្រំដែនណាបាទតែងតែមានការរិះគន់ពីមហាជនហេតុដូច្នោះហើយសូមកុំថ្មិចភ្នែកមកខាងបើកភ្នែកមកខាងយើងមើលប្រជាជនយើងកំពុងតែពហិការឈប់ប្រើរបស់ថៃអញ្ចឹងហើយសូមតែខ្ញុំលើករឿងកូនសិស្សខ្ញុំមិញខ្ញុំគិតថាកូនសិស្សហ្នឹងនឹងញ៉ាំហើយនំហ្នឹងប៉ុន្តែអត់ញ៉ាំទេសុខចិត្តបោះចោលហើយខ្ញុំក៏អត់ចេះទៀតក៏រើសនំហ្នឹងយកទៅក្នុងថ្នាក់ហ្មងសួរឲ្យដឹងសេចក្តីព្រោះនៅខាងក្រៅហ្នឹងពេលតិចសួរបានច្រើនទេរើសនំហ្នឹងយកទៅក្នុងថ្នាក់ហើយហៅមកសួរគាត់ឯងបោះនំចោលមិនលុយទិញអស់លុយគាត់ថាអត់ញ៉ាំអញ្ចឹងហ្មងមានតែសុខចិត្តបោះនំនឹងចោលទៀតបាទរឿងពិតចឹងណាសូម្បីតែកូនក្មេងក៏ពហិការអត់ញ៉ាំអត់ប្រើរបស់ថៃហើយឲ្យតែគាត់ទិញអីក៏ដោយមិនថាទឹកមិនថានំទេគាត់មើលលេខកូដទាំងអស់បាទលេខកូដហ្នឹងឲ្យតែ885គឺគាត់អត់យកហ្មងហើយទៅដល់អាកន្លែងទិញនំហ្នឹងអាកន្លែងមុខអ្នកលក់ហ្នឹងគឺគាត់សួរគ្នាយ៉ាចាំបោះថៃអញ្ចឹងអរគុណវីដេអូមានប៉ុណ្ណឹង